សហរដ្ឋអាមេរិកពិតជាមហាអំណាចសេដ្ឋកិច្ចមែនគឺនៅថ្ងៃនេះប្រកាសផ្ដល់ជំនួយសេដ្ឋកិច្ចចំនួនសាច់ប្រាក់$4,500 លានសហរដ្ឋអាមេរិកទៅឲ្យប្រទេសអ៊ុយក្រែនដែលជាជំនួយបន្ថែមលើជំនួយ$40,000 លានសហរដ្ឋអាមេរិកជាជំនួយយោធាទៅឲ្យប្រទេសដែលហែកហួរដោយសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ីសារព័ត៌មានរបស់ប្រទេសអាមេរិកជាច្រើនបានចុះផ្សាយឲ្យដឹងកាលពីថ្ងៃទី22វិច្ឆិកាគឺឲ្យដឹងថាក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ថវិកាជំនួយសុទ្ធសាធគឺសាច់ប្រាក់ទៅឲ្យអ៊ុយក្រែនក្នុងតម្លៃ$4,500 លានសហរដ្ឋអាមេរិកដើម្បីជួយប្រទេសនេះទ្រទ្រង់ជីវភាពរបស់មន្ត្រីរដ្ឋការនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelensky រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកលោកស្រី Janet Yellen បានលម្អិតថាជំនួយនេះនឹងបញ្ជូនទៅដល់ទឹកដីនៃប្រទេសអ៊ុយក្រែនទៅឲ្យរដ្ឋាភិបាលរបស់លោក Volodymyr Zelensky នៅប្រមាណសប្តាហ៍ទៀតនេះគឺដើម្បីជួយផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ប្រទេសនេះជួយផ្គត់ផ្គង់ហិរញ្ញវត្ថុរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះគឺប្រយោជន៍ឲ្យរដ្ឋាភិបាលរបស់លោក Zelensky យកជំនួយជាហិរញ្ញវត្ថុនេះទៅប្រើប្រាស់ក្នុងការបើកប្រាក់ខែឲ្យមន្ត្រីរដ្ឋការគ្រូបង្រៀនគ្រូពេទ្យនិងកងទ័ពរបស់ប្រទេសមួយនេះរដ្ឋមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ទៀតថាមូលនិធិនេះវាជាការបង្ហាញឲ្យឃើញអំពីជំនួយជាសាររង្វាន់របស់សហរដ្ឋអាមេរិកជួយទៅឲ្យអ៊ុយក្រែនដើម្បីទប់ទល់នឹងការបង្កសង្គ្រាមដ៏វិនាសកម្មពីសំណាក់សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយថាជំនួយនេះនឹងមានបន្ថែមទៀតទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែនដែលជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលលោកโจ Biden លោកស្រីបញ្ជាក់ថាជំនួយហិរញ្ញវត្ថុនេះគឺត្រូវតែជួយឲ្យទាន់ពេលវេលាដើម្បីឲ្យរដ្ឋាភិបាលរបស់លោក Zelensky យកទៅប្រើប្រាស់គ្រប់ស្ថានភាពទាំងអស់ទាំងការប្រើប្រាស់ដើម្បីជួយស្ដារគ្រប់យ៉ាងទាំងអស់ដែលអ៊ុយក្រែនកំពុងរងការបំផ្លាញដោយសង្គ្រាមរបស់មហាអំណាចរុស្ស៊ីនេះជាជំនួយសាច់ប្រាក់សុទ្ធដែលរដ្ឋការរបស់លោក Biden សម្រាប់បញ្ជូនទៅឲ្យអ៊ុយក្រែនរីឯជំនួយមួយកញ្ចប់ធំបំផុតទៀតនោះដែលមានសាច់ប្រាក់$40,000 លានសហរដ្ឋអាមេរិកហើយដែលត្រូវបានសភារបស់សហរដ្ឋអាមេរិកអនុម័តកាលពីប្រមាណខែមកនេះក្នុងនោះគឺជំនួយសព្វាវុធនិងជំនួយមនុស្សធម៌ផ្សេងៗទៀតគិតមកដល់ពេលនេះសហរដ្ឋអាមេរិកផ្ដល់ជំនួយទៅឲ្យប្រទេសអ៊ុយក្រែនគឺប្រមាណជា$20,000 លានសហរដ្ឋអាមេរិកបើនិយាយទៅគឺជំនួយរបស់អាមេរិកទៅឲ្យអ៊ុយក្រែនគឺនៅសល់ជាង$20,000 លានសហរដ្ឋអាមេរិកទៀតនៅដំណាក់កាលចុងក្រោយនេះអាមេរិកបានប្រកាសថាមន្ទីរប៉ង់តាហ្គោនកំពុងតែរៀបចំកញ្ចប់ថវិកាជំនួយថ្មីមួយទៀតក្នុងសាច់ប្រាក់$40,000 លានសហរដ្ឋអាមេរិកនោះទៅឲ្យអ៊ុយក្រែនដែលក្នុងនោះមានគ្រាប់រំសេវមានម៉ាស៊ីនភ្លើងផងដែរដែលជាជំនួយជាបន្ទាន់សេតាវិមានប្រកាសកាលពីថ្ងៃពុធទី23វិច្ឆិកាថាជំនួយនេះគឺក្នុងនោះត្រូវដកគ្រាប់រំសេវនិងសព្វាវុធមួយចំនួនទៅឲ្យអ៊ុយក្រែនថែមទៀតដែលតាមសេចក្តីត្រូវការចាំបាច់របស់រដ្ឋាភិបាលលោកប្រធានាធិបតី Volodymyr Zelensky ហើយការផ្ដល់ជំនួយម៉ាស៊ីនភ្លើងគឺត្រូវតែបញ្ជូនជាបន្ទាន់ទៅឲ្យអ៊ុយក្រែនព្រោះរដូវត្រជាក់ចុះមកដល់ហើយម្យ៉ាងទៀតចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីយ៉ាងសម្បើមបំផុតនៅថ្ងៃទី23វិច្ឆិកានេះសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែនដូចជា The New Voice of Ukraine បានចុះផ្សាយថារុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិច70គ្រាប់ធ្លាក់ពាសពេញប្រទេសអ៊ុយក្រែនបានបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសគឺស្ទើរតែ 50% ទៅហើយនៅពីនេះរដ្ឋាភិបាលអ៊ុយក្រែនប្រកាសឲ្យដឹងទៀតថាគ្រាប់មីស៊ីលរបស់រុស្ស៊ីមិនត្រឹមតែធ្លាក់ទៅលើមូលដ្ឋានដែលជាគោលដៅរបស់រុស្ស៊ីចង់បាញ់ប្រហារនោះទេគឺវាបានធ្លាក់ទៅលើមន្ទីរពេទ្យនៅទីក្រុងមួយចំនួនផងដែរដោយបណ្ដាលឲ្យកុមារស្លាប់ទៀតផងគឺគ្រាប់មីស៊ីលមួយគ្រាប់របស់រុស្ស៊ីនោះវាបានធ្លាក់ចំមន្ទីរពេទ្យសម្ភពទៀតផងបណ្ដាលឲ្យទីរក់យ៉ាងតិចម្នាក់បានស្លាប់មួយរំពេចសហរដ្ឋអាមេរិកបានហៅការដែលរុស្ស៊ីកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីអ៊ុយក្រែននោះគឺវាអាក្រក់ធ្ងន់ធ្ងរបំផុតគឺជាទម្រង់នៃអំពើភេរវកម្មដូច្នេះហើយបានជាលោក Biden ហៅលោក Putin ថាឧក្រិដ្ឋជនសង្គ្រាមឥឡូវនេះគឺកាលពីថ្ងៃទី21វិច្ឆិកាសភានៃក្រុមអង្គការយោធា NATO បានអនុម័តហៅ
របបនៅទីក្រុងមូស្គូក្រុមការដឹកនាំរបស់បរិសខ្លាំង Vladimir Putin ថាជារបបភេរវកម្មប្រទេសសហភាពអឺរ៉ុបជាច្រើនបានអនុម័តរួចទៅហើយដោយដាក់របបនៅទីក្រុងមូស្គូនេះជារបបឧក្រិដ្ឋជនរួចទៅហើយជារបបប្រល័យពូជសាសន៍រួចទៅហើយទៅលើជាតិសាសន៍នៃប្រទេសអ៊ុយក្រែនទីក្រុងមូស្គូគឺរបបលោកពូទីននៅពេលនេះនៅរងចាំតែការបើកជំនុំជម្រះក្តីរបស់តុលាការពិសេសដើម្បីបើកសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងលោកពូទីននិងរបបលោកពូទីនដោយវិនិស្សកម្មយ៉ាងអាក្រក់បែបនេះសហភាពអឺរ៉ុបបានសម្រេចផ្តល់ជំនួយប្រមាណជា$13,000 លានសហរដ្ឋអាមេរិកក្នុងជំនួយដំណាក់កាលមួយដំណាក់កាលទៅឲ្យអ៊ុយក្រែនបើសរុបទៅបណ្ដាប្រទេសប្រមាណជា50ប្រទេសបានសម្រេចផ្តល់ជំនួយទៅឲ្យអ៊ុយក្រែនដែលធ្វើឲ្យជំនួយទាំងហិរញ្ញវត្ថុនិងជំនួយផ្សេងៗគិតជាសាច់ប្រាក់គឺប្រមាណជា$60,000 លានសហរដ្ឋអាមេរិកសម្រាប់សហរដ្ឋអាមេរិកទាំងមូលគឺជិត$45,000 លានសហរដ្ឋអាមេរិកឥឡូវនេះរដ្ឋការរបស់លោកโจ Biden ប្រកាសទៀតថាបើសង្គ្រាមធ្ងន់ធ្ងរបំផុតដូចនេះនៅបន្តទៀតបើរុស្ស៊ីនៅតែបាញ់ប្រហារដោយមីស៊ីលកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះគឺសហរដ្ឋអាមេរិកនឹងបន្ថែមជំនួយយោធាអាវុធធុនធ្ងន់និងមីស៊ីលប្រព័ន្ធវងប្រតិបត្តិការឆ្ងាយទៅឲ្យអ៊ុយក្រែនគឺមិនខ្លាចការគំរាមកំហែងរបស់រុស្ស៊ីចង់បង្កសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ No vamos a enviar a Ucrania sistemas de cohetes que puedan llegar a Rusia. Medios de comunicación estadounidenses habían informado que Washington preparaba el envío de sistemas de lanzamiento múltiple de cohetes de la កុំចង់លេងល្បិចស្វាស៊ីបាយលៀបមាត់ពពែឲ្យសោះរដ្ឋមន្ត្រីក្រសួងការពាររុស្ស៊ីបានលើកឡើងកាលពីថ្ងៃប្រហ័សទី24ថាកងកម្លាំងរបស់ខ្លួនមិនបានបាញ់មីស៊ីលដែលផ្ដោតលើគោលដៅរដ្ឋធានីគៀវនោះទេហើយថាតាមពិតទៅមីស៊ីលដែលធ្លាក់លើរដ្ឋធានីគៀវមួយនេះកាលពីថ្ងៃពុធទី23ខែវិច្ឆិកានេះគឺជារបស់លោកខាងលិចនិងអ៊ុយក្រែនខ្លួនឯងទៅវិញទេនេះបើយោងតាមការចេញផ្សាយដែលភ្នាក់ងារសារព័ត៌មាន Reuters លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅក្នុងសម្រងសម្ដីដើមបែបនេះថាកងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់មីស៊ីលវងប្រតិបត្តិការឆ្ងាយទ្រង់ទ្រាយចេញពីអាកាសផងចេញពីដីផងនិងផ្ទៃសមុទ្រផងដោយបានវាយប្រហារត្រូវចំគោលដៅច្បាស់លើទីបញ្ជាការយោធានិងប្រព័ន្ធគ្រប់គ្រងរបស់អ៊ុយក្រែននិងទីតាំងធម្មពលពាក់ព័ន្ធផ្សេងអ្នកនាំពាក្យរូបនេះបានបន្តទៀតថាខ្ញុំសូមសង្កត់ធ្ងន់ថាទីក្រុងគៀវមិនមែនរងការវាយប្រហារតែមួយលើកនោះទេហើយការបំផ្លិចបំផ្លាញទាំងអស់ដែលប្រកាសដោយរបបទីក្រុងគៀវគឺជាលទ្ធផលនៃមីស៊ីលរបស់លោកខាងលិចនិងមីស៊ីលរបស់អ៊ុយក្រែនខ្លួនឯងផ្ទាល់តែម្ដងដែលប្រាប់ជាប្រព័ន្ធការពារដែនអាកាសដែលដំឡើងនៅក្នុងតំបន់ពលរដ្ឋរស់នៅតែម្ដងហេតុដូច្នេះវាមិនមែនជាកំហុសរបស់យើងនោះទេកាលពីថ្ងៃពុធកងទ័ពអាកាសរបស់អ៊ុយក្រែនបានលើកឡើងថារុស្ស៊ីបានបាញ់មីស៊ីលចំនួន70គ្រាប់មកលើអ៊ុយក្រែននៅក្នុងនោះមាន51គ្រាប់ត្រូវបានបាញ់ទម្លាក់ប៉ុន្តែមីស៊ីលដែលបាញ់ទម្លាក់មិនបាននោះបានផ្ដាច់ជីវិតមនុស្ស10នាក់នៅក្នុងនោះ6នាក់នៅក្នុងទីក្រុងគៀវហើយក្រៅពីបាត់បង់ជីវិតមនុស្សប្រព័ន្ធចរន្តធម្មពលក៏ដាច់យ៉ាងរាលដាលទូទាំងប្រទេសអ៊ុយក្រែនផងដែររហូតធ្វើឲ្យរោងចក្រធម្មពលដើរដោយធម្មពលនុយក្លេអ៊ែរចំនួន4កន្លែងត្រូវបានបិទព្រមគ្នាជាលើកដំបូងក្នុងរយៈពេល40ឆ្នាំកន្លងមកនេះទោះបីរងការវាយប្រហារស្ទើរតែទូសាច់ទៅហើយក៏ដោយប៉ុន្តែលោកប្រធានាធិបតី Volodymyr Zelensky នៅតែអង្អាចក្លាហានដោយចេញមុខប្រកាសថាក្របមីស៊ីលរបស់រុស្ស៊ីទាំងនេះមិនអាចបំបែកកម្លាំងសាមគ្គីដែលរឹងដូចថ្មរបស់អ៊ុយក្រែនបាននោះឡើយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីមយ៉ុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានចាត់ទុករដ្ឋាភិបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងថាគឺជាមនុស្សឆោតល្ងង់និងជាសំណក់ដ៏ស្មោះស្ម័គ្ររបស់អាមេរិកនេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដែលត្រូវបានដកស្រង់យកមកចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន CNA សម្ដីរិះគន់កប់មាត់របស់លោកស្រីគីមយូជុងគឺកើតមានឡើងក្រោយដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលបានលើកឡើងនៅក្នុងសប្តាហ៍នេះថាឥឡូវខ្លួនកំពុងតែពិចារណាដាក់ទណ្ឌកម្មដោយឯកតោភាគីលើកូរ៉េខាងជើងដោយសារតែរឿងប្រទេសនេះបានសាកល្បងមីស៊ីលស្ទើរតែមិនលួសថ្ងៃនៅក្នុងពេលថ្មីនៅក្នុងនោះរួមមានទាំងមីស៊ីលឆ្លងទ្វីបប៉ាឡេស្ទិកដែលអាចនាំគ្រាប់នុយក្លេអ៊ែរទៅទម្លាក់ដល់ទឹកដីអាមេរិកផងដែរនៅក្នុងសន្ទរកថាចុះផ្សាយដែលភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកស្រីគីមយូជុងបានមានប្រសាសន៍បែបនេះថាទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះបង្ហាញឲ្យឃើញថាមនុស្សនៅក្រមកូរ៉េខាងត្បូងគឺជាក្រុមសំណក់ដ៏ស្មោះស្ម័គ្រនិងជាបរិវារដែលស្ដាប់តាមបង្គាប់របស់អាមេរិក
នេះមិនមែនជាលើកទី1ទេដែលពេលកន្លងមកទីក្រុងព្យុងយ៉ាងជារឿងរឿយតែងតែប្រើវោហារសាស្ត្រមិនគោរពកូរ៉េខាងត្បូងនោះឡើយក្រៅពីរិះគន់មិនសំចៃមាត់លោកស្រីគឹមយូជុងក៏បានចោទប្រកាន់លោកប្រធានាធិបតីយុនស៊ិនយល់ថាកំពុងតែបង្កើតឲ្យមានស្ថានភាពគ្រោះថ្នាក់ផងដែរពលគឺមិនដូចពេលដែលលោកមុនជីអ៊ីនធ្វើជាប្រធានាធិបតីនោះទេដោយការពីពេលនោះកូរ៉េខាងត្បូងមិនមែនជាគោលដៅរបស់យើងនោះឡើយលេខព័ត៌មានថ្មីមកទៀតហើយមន្ទីរបញ្ញកោណកំពុងតែពិចារណាឡើងវិញហើយអំពីស្តុកអាវុធរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសារតែអាមេរិកបំរុងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនច្រើនពេកនេះបើយោងតាមភ្នាក់ងារសារព័ត៌មាន AP អាវុធភាគច្រើនដែលអ៊ុយក្រែនកំពុងតែប្រើប្រាស់គឺផ្គត់ផ្គង់ដោយអាមេរិកប៉ុន្តែទំហំសង្វាក់ផលិតកម្មអាវុធរបស់អាមេរិកគឺมันអាចទ្រទ្រង់នឹងទំហំផ្គត់ផ្គង់សម្រាប់សង្គ្រាមទ្រង់ទ្រាយធំដូចនៅអ៊ុយក្រែនបាននោះឡើយតួយ៉ាងសង្វាក់ផលិតកម្មមួយចំនួនដូចជាសង្វាក់ផលិតមីស៊ីលប្រឆាំងយន្តហោះ Stinger ជាដើមគឺធ្លាប់បានបិទរួចមកហើយកាលពីខែមុនមន្ទីរបញ្ញកោណក៏បានប្រកាសកិច្ចសន្យាក្នុងទំហំទឹកប្រាក់រហូតដល់14លាន4សែនដុល្លារដើម្បីពន្លឿនការផលិតប្រព័ន្ធកាំជ្រួចហេម៉ាថ្មីដើម្បីបំពេញស្តុកឡើងវិញផងដែរលោក Ryan Brock អ្នកវិភាគផ្នែកយោធានៅអាមេរិកបានប្រាប់កាសែត Associated Press ថាចំនួននៅអ៊ុយក្រែនសប្តាហ៍ថ្ងៃបង្ហាញថាសង្វាក់ផលិតកម្មគ្រាប់នៅអាមេរិកនិងនៅទឹកដីរបស់សម្ព័ន្ធមិត្តផ្សេងទៀតគឺទំនងជាមិនគ្រប់គ្រាន់សម្រាប់សង្គ្រាមទ្រង់ទ្រាយធំនោះឡើយរុស្ស៊ីនិងអ៊ុយក្រែនបានដោះដូរអ្នកទោសជាថ្មីម្ដងទៀតហើយកាលពីថ្ងៃប្រហោះដោយភាគីនីមួយៗព្រមប្រគល់ទាហានចំនួន50នាក់ទៅវិញទៅមុខក្នុងម្ខាងនេះបើយោងតាមការឲ្យដឹងពីក្រុមមន្ត្រីនៅក្នុងទីក្រុងគៀវនិងទីក្រុងមូស្គូក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថាខាងអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ីចំនួន50នាក់ឲ្យមានសេរីភាពឡើងវិញដោយនៅក្នុងវីដេអូគេបានឃើញទាហានរុស្ស៊ីទាំងនោះសិតតែបាននិយាយដូចគ្នាថាពួកគេរីករាយនឹងសប្បាយចិត្តណាស់ដែលបានត្រឡប់ទៅផ្ទះវិញលោក Denis ប្រធានគ្រប់គ្រងផ្នែកមួយនៅក្នុងតំបន់ Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ីបានបញ្ជាក់ដូចអ្វីដែលក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងដែរសូមបញ្ជាក់ថាបើគិតចាប់តាំងពីពេលសង្គ្រាមផ្ទុះឡើងកាលពីខែកុម្ភៈមករុស្ស៊ីនិងអ៊ុយក្រែនបានដោះដូរអ្នកទោសទៅវិញទៅមកដែលមានជាង 1000 នាក់ទៅហើយលោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានលើកឡើងថាបើប៉ូឡូញចង់ផ្ទេរប្រព័ន្ធខែមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែនវិញនោះគឺទាល់តែមានការយល់ព្រមពីអង្គការ NATO ទើបបានលោកស្រី Christine Lambrecht បានមានប្រសាសន៍នៅក្នុងទីក្រុង Berlin កាលពីថ្ងៃពហុថាខែ Patriot ទាំងនេះគឺជាផ្នែកនៃប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO ដែលមានន័យថាវាទុកសម្រាប់ការពារដែនដីរបស់ NATO តែប៉ុណ្ណោះហេតុដូច្នេះរឿងផ្ទេរខែនេះតើឲ្យប្រទេសផ្សេងគឺដាច់ខាតត្រូវតែមានការពិភាក្សាជាមួយនឹងអង្គការ NATO និងសម្ព័ន្ធមិត្តដទៃទៀតជាមុនសិនរដ្ឋាភិបាលទីក្រុង Berlin សុខចិត្តផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុង Warsaw នៅខែ Patriot នេះគឺដើម្បីជួយការពារដែនអាកាសរបស់ប៉ូឡូញក្រោយមានមីស៊ីលមួយគ្រាប់ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសប៉ូឡូញដែលបណ្ដាលឲ្យមនុស្សចំនួន2នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះប៉ុន្តែកាលពីថ្ងៃពុធលោក Maroš Blažák រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញបានលើកឡើងថាលោកស្នើសុំឲ្យអាល្លឺម៉ង់បញ្ជូនខែ Patriot ដ៏ល្អនេះទៅឲ្យអ៊ុយក្រែនជំនួសវិញ